តើការទិញលក់អចលនទ្រព្យដោយប្រើប្រាស់កម្ចីធនាគារត្រូវមាននីតិវិធីដូចម្តេចដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ប្រសិនបើអ្នកជាម្ចាស់ដីកំពុងបារម្ភថាកាត់ឈ្មោះឲ្យគេហើយមិនបានលុយឬអ្នកជាអ្នកទិញកំពុងឆ្ងល់ពីនីតិវិធីកម្ចីដើម្បីទិញលក់ដោយសុវត្ថិភាពកុំបារម្ភថ្ងៃនេះយើងនឹងស្វែងយល់ពីរបៀបការពារផលប្រយោជន៍ទាំងសងខាងឲ្យមានភាពច្បាស់លាស់និងសុវត្ថិភាពជំហានដំបូងនិងសំខាន់បំផុតគឺការពិនិត្យលទ្ធភាពកម្ចីរបស់អ្នកទិញ សម្រាប់ភាគីអ្នកលក់មុននឹងសម្រេចចិត្តកក់ប្រាក់ឬផ្អាកការលក់ដីឲ្យអ្នកផ្សេងសូមសួរអ្នកទិញថាតើគាត់បានពិគ្រោះនិងបានសួរបញ្ជាក់ពីលទ្ធភាពកម្ចីរបស់គាត់ជាមួយធនាគារហើយឬនៅមុននឹងការទិញលក់អ្នកលក់ត្រូវស្នើសុំលិខិតផ្ដល់កម្ចីធនាគារឬក៏ Loan Approval Letter ពីអ្នកទិញសិនតែដើម្បីទទួលបានលិខិតនេះធនាគារតម្រូវឲ្យមានលិខិតកក់ប្រាក់រវាងអ្នកលក់និងអ្នកទិញជាមុនសិនហេតុដូច្នេះហើយអ្នកទាំងពីរគួរចរចាតម្លៃនិងកក់ប្រាក់ក្នុងចំនួនសមរម្យមួយដែលអាចឲ្យអ្នកទិញយកលិខិតកក់ប្រាក់នេះទៅបង្ហាញធនាគារដើម្បីទទួលបានលិខិតផ្ដល់កម្ចីឬក៏ Loan Approval Letter នេះជាចំណុចការពារសំខាន់បំផុតសម្រាប់អ្នកលក់កុំទាន់កាត់ឈ្មោះលើប្លង់កម្មសិទ្ធិឲ្យគេបើមិនទាន់ទទួលបានលិខិតធានានេះទេដើម្បីការពារអ្នកលក់ពីភាពភ័យខ្លាចថាកាត់ឈ្មោះរួចហើយមិនបានលុយធនាគារនឹងចេញលិខិតធានាការទូទាត់ប្រាក់ឬក៏យើងហៅថា Payment Guarantee Letter ឲ្យមកអ្នកលក់លិខិតនេះបញ្ជាក់ថានៅពេលដែលប្លង់បានកាត់ឈ្មោះផ្លាស់ប្ដូរពីឈ្មោះអ្នកលក់មកឈ្មោះអ្នកទិញរួចរាល់និងបន្ទាប់ពីប្លង់កម្មសិទ្ធិត្រូវបានចុះអ៊ីប៉ូតេកដាក់បន្ទុករួចរាល់ធនាគារនឹងធ្វើការផ្ទេរប្រាក់ឲ្យអ្នកលក់ដោយផ្ទាល់អ្នកលក់ត្រូវណាត់ជួបជាមួយនឹងមន្ត្រីអនុទានរបស់ធនាគារដោយផ្ទាល់នៅសាខាធនាគារដើម្បីបញ្ជាក់ថាមន្ត្រីអនុទាននោះពិតជាបុគ្គលិកពេញសិទ្ធិនិងស្របច្បាប់របស់ធនាគារហើយលិខិតធានានោះក៏ជាលិខិតពិតប្រាកដផងដែរពេលនេះយើងឈានដល់ដំណាក់កាលទិញលក់និងការផ្ទេរកម្មសិទ្ធិហើយដើម្បីឲ្យឯកសារទិញលក់និងការផ្ទេរកម្មសិទ្ធិមានភាពត្រឹមត្រូវនិងជៀសវាងភាពលំអៀងអ្នកគួរមានអ្នកកណ្ដាលដែលអ្នកកណ្ដាលនោះគឺមានដូចជាក្រុមហ៊ុនអចលនវត្ថុដែលស្របច្បាប់សារការីឬក៏មេធាវីដែលមានបទពិសោធន៍អាចជួយរៀបចំឯកសារកិច្ចសន្យាទិញលក់និងជួយសម្របសម្រួលឯកសារនិងធានាថាដំណើរការប្រព្រឹត្តទៅដោយរលូននិងស្របច្បាប់ទាំងភាគីអ្នកលក់និងភាគីអ្នកទិញការទូទាត់ប្រាក់គឺជាចំណុចសំខាន់បំផុតត្រូវប្រាកដថាប្រាក់បង្គ្រប់ដែលអ្នកទិញត្រូវបង់គឺបានទូទាត់គ្រប់ចំនួនអ្នកលក់នៅថ្ងៃដែលផ្តិតមេដៃកាត់ឈ្មោះដែលចំនួនទឹកប្រាក់គឺត្រូវទូទាត់ទៅតាមការចរចាជាក់ស្ដែងរវាងភាគីអ្នកលក់និងភាគីអ្នកទិញដែលជាទូទៅគឺអាចចាប់ពី20% 30%ឬរហូតដល់50%នៃតម្លៃទិញលក់បន្ទាប់ពីការផ្ទេរកម្មសិទ្ធិរួចរាល់គូភាគីត្រូវទៅធនាគារដើម្បីយកឯកសារទៅឲ្យខាងធនាគារចុះបន្ទុកបន្ទាប់ពីចុះបន្ទុករួចខាងធនាគារនឹងណាត់គូភាគីដើម្បីទៅធនាគារដើម្បីធ្វើការទូទាត់ប្រាក់ដែលនៅសល់ចុងក្រោយជូនទៅភាគីអ្នកលក់ប្រាក់កម្ចីពីធនាគារនឹងត្រូវផ្ទេរចូលគណនីអ្នកលក់ដោយផ្ទាល់បន្ទាប់ពីការកាត់ឈ្មោះនិងការដាក់បន្ទុកលើប្លង់កម្មសិទ្ធិរួចរាល់អ្វីដែលចាំបាច់នោះគឺអ្នកត្រូវមានលិខិតប្រគល់ទូប្រាក់ច្បាស់លាស់ដែលបញ្ជាក់ពីចំនួនទឹកប្រាក់សមតលដែលនៅសល់និងមានវត្តមានសាក្សីដឹងឮហើយលើសពីនេះទៀតត្រូវផ្ទៀងផ្ទាត់រាល់ឯកសារទាំងអស់ជាពិសេសឯកសារដែលតម្រូវឲ្យផ្តិតស្នាមមេដៃនិងត្រូវថតចម្លងរាល់ឯកសារចាំបាច់ទុកជាភស្តុតាងផ្ទាល់ខ្លួនសង្ឃឹមថាវីដេអូនេះបានផ្ដល់ជាចំណេះដឹងនិងគន្លឹះសំខាន់ៗដល់បងប្អូនទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍ពេលទិញនិងលក់ដីធ្លីដោយប្រើប្រាស់កម្ចីធនាគារសូមចងចាំថាការប្រុងប្រយ័ត្ននិងការស្វែងយល់ពីនីតិវិធីគឺជាកត្តាចាំបាច់ដើម្បីជៀសវាងបញ្ហាផ្សេងៗបើមានចម្ងល់បន្ថែមសូមតាក់ទងអ្នកជំនាញអចលនទ្រព្យឬក៏មេធាវីដើម្បីធ្វើការប្រឹក្សាបន្ថែមសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ